ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំគ្រួសារមកលេងចំការសាវម៉ាវដែលមានទីតាំងនៅអូក្លាយពណ៌ស្ថិតនៅខេត្តព្រះវិហារយើងនេះឯងហើយឥឡូវនេះយើងបានមកដល់ចំការសាវម៉ាវហើយយើងកំពុងតែបង់លុយដើម្បីចូលក្នុងម្នាក់គេយកតម្លៃ$3បងប្អូនសម្រាប់ buffet សាវម៉ាវហើយនិងភ្ញៀវឥឡូវនេះយើងកំពុងដើរចូលទៅហើយថ្ងៃនេះយើងមកគឺអាកាសធាតុអំណោយផលមែនតែនដោយសារមេឃសតុំត្រជាក់ស្រួលហើយឥឡូវយើងបានដើរមកដល់ចិត្តទីតាំងដើមភ្ញៀវហើយកូនប្រុសរបស់ខ្ញុំនេះគឺថាអូសប្បាយខ្លាំងមែនតែនជ្រួលជ្រើមខ្លាំងមែនតែនបងប្អូនអើយក្មេងៗមកឃើញផ្លែឈើច្រើនចេះគឺថាបាច់និយាយទេហើយបងប្អូនមើលចុះនេះភ្ញៀវម្ដើមផ្លែច្រើនមែនតែនសឹងថាទល់មេឃអត់ចង់ជាប់បងប្អូនហើយក៏មានដើមខ្លះបាក់មេឃមកដែរដោយសារផ្លែច្រើនពេកបងប្អូនអើយគឺថាផ្លែខ្លាំងមែនទែនម្ដើមរាប់រយគីឡូទៅណាហើយរសជាតិក៏ផ្អែមឆ្ងាញ់ទៅទៀតហើយនៅក្នុងចំការនេះដែរមានផ្លែឈើដូចជាសាវម៉ាវមានអីទៀតប៉ុន្តែយើងមកហូបភ្ញៀវមុនសិនដោយសារភ្ញៀវនៅនឹងផ្លូវយើងដើរចូលទៅតែម្ដងហើយបងប្អូនហើយភ្ញៀវនេះគឺផ្លែអាក្រក់មែនទែនខ្ញុំអត់ដែលឃើញទេលើកទី1ដែលឃើញបងប្អូនមើលចុះនេះផ្លែតាំងពីគល់រហូតដល់ចុងបើសិនជាមានម្ដាមនៅផ្ទះអីដឹងសប្បាយចិត្តយ៉ាងណាទេព្រោះអីកូនរបស់ខ្ញុំគាត់ចូលចិត្តញ៉ាំភ្ញៀវនឹងមែនតែននិយាយថាឃើញទៅស្កិញហ្មងឥឡូវនេះយើងដើរមកដល់កន្លែងដើមសាវម៉ាវម្ដងសាវម៉ាវក៏ផ្លែច្រើនដែរបងប្អូនអើយសឹងថាបាក់មេឃតែនេះគេកាច់អស់ច្រើនដែរដោយសារគេបើក buffet ទៅជា2-3ថ្ងៃហើយបានខ្ញុំទៅអញ្ចឹងគេមកកាច់ហូបមុនអស់ច្រើនហើយកូនស្រីរបស់ខ្ញុំនេះគឺថាពួយយកតែហ្មងបកញាត់ដោយសារគេអត់បានគិតលុយគាត់ទេគាត់នៅតូចហើយនេះកន្លែងនេះក៏ខ្ញុំបានដាក់មួយម៉ាត់ទៅអូយឆ្ងាញ់ណាស់បងប្អូនហើយឡងស្រួយផ្អែមគេថារសជាតិនៅក្រោមដើមគឺខុសពីយើងទិញមកហើយនេះអ្នកជំនាញខាងឡើងបេះដើមណាផ្លែច្រើនអត់បេះទេបេះអាដើមណាអត់សូវផ្លែហើយខ្ញុំអត់ទៅណាឆ្ងាយពីដើមភ្ញៀវទេព្រោះអីឃើញផ្លែវាល្អពេកចុះឡើងមកថតតែកន្លែងដើមភ្ញៀវហ្នឹងឯងអត់ដឹងថាទៅកន្លែងណាទៀតព្រោះអីចូលចិត្តទេសភាពអញ្ចឹងឃើញផ្លែច្រើនហើយនេះក៏យើងបានអង្គុយលេងដាក់កូនងាឲ្យគេងអីសិនអញ្ចឹងណាហើយយើងបេះផ្លែឈើមកហូបក្រោមដើមអញ្ចឹងនិយាយពីថា fresh ខ្លាំងមែនតើបងប្អូនអើយសប្បាយមកលក្ខណៈគ្រួសារអញ្ចឹងគាត់ថាយើងរៀងកូនតូចញ៉ៃបន្តិចហើយយើងក៏បានបន្តដំណើរទៅកាន់ទីតាំងមួយទៀតកន្លែងលំហែដែលមានឈ្មោះថាអាកាសាភ្នំត្បែងប៉ុន្តែខ្ញុំថតបានបន្តិចទេបងប្អូនអើយដោយសារទូរស័ព្ទវាអស់ភ្លើងដល់អញ្ចឹងក៏អត់បានថតតែទេសភាពតាមផ្លូវអូយស្អាតណាស់បងប្អូននេះនិយាយអត់ចេញទេតើបងប្អូនទៅផ្ទាល់អត់ដឹងថាស្អាតហើយ fresh សាហាវប៉ុណ្ណាជុំវិញនឹងសិតតែចំការនៅជើងភ្នំគេអញ្ចឹងណាស្អាតខ្លាំងមែនតើបងប្អូនអើយ